ការអភ័យទោសមិនមែនជាភាពអន់ខ្សោយឡើយវាជាភាពក្លាហានក្នុងទម្រង់ដ៏បរិសុទ្ធបំផុតវាជាអំណាចដ៏ស្ងប់ស្ងាត់ដែលនិយាយឡើងថាខ្ញុំនឹងមិនព្រមឲ្យក្តីស្អប់គុំគួនមកកំណត់ជីវិតខ្ញុំឡើយមហាថ្មគន្ធីបាននិយាយថាការអភ័យទោសគឺជាជំរើសដើម្បីស្រឡាញ់ពីព្រោះនៅពេលដែលអ្នកឲ្យអភ័យគឺអ្នកពង្រីកក្តីស្រឡាញ់ទៅកាន់ទីកន្លែងដែលការជឿចាប់កំពុងកើតមានហើយទង្វើនោះភាពស្ងប់ស្ងាត់នោះសកម្មភាពដ៏មានឥទ្ធិពលនោះគឺជារបៀបដែលពិភពលោកចាប់ផ្ដើមផ្សះផ្សាគ្នាយើងកាន់យកអ្វីដែលយើងមើលមិនឃើញការជឿចាប់ដោយសារពាក្យគំរោះគំរើយស្នាមរបួសនៃអំពើក្បត់បោកប្រាស់ភាពស្ងៀមស្ងាត់ដែលមុតចូលជ្រៅជាងចាក់ដោយកាំបិតមាត់និយាយថាទៅមុខទៀតប៉ុន្តែចិត្តនៅតែនឹកឃើញការអភ័យទោសគឺជាសម្ដីពីរោះស្ដាប់ប៉ុន្តែការឲ្យអភ័យពិតប្រាកដគឺជាការទម្លាក់ភ្នំដ៏ធ្ងន់ចេញពីខ្លួនឯងខឹងក្រោធគឺជារឿងងាយកើតមើលទៅដូចមានអំណាចណាស់ប៉ុន្តែកំហឹងចូលទៅបំពល់អ្នកដែលផឹកវាមិនមែនបំពល់អ្នកដែលជាគោលដៅឡើយការអភ័យទោសមិនមែនគ្រាន់តែនិយាយទៅកាន់អ្វីៗដែលកើតឡើងថាអូខេនោះទេវាជាការនិយាយថាខ្ញុំជ្រើសយកសន្តិភាពជាជាងការជឿចាប់មានបរិសុទ្ធជាបងប្អូន2នាក់ធ្វើការជាមួយគ្នានៅក្នុងស្រែរបស់គ្រួសារថ្ងៃមួយពួកគេឆ្លោះគ្នាយ៉ាងខ្លាំងហើយបានផ្ដាច់ទំនាក់ទំនងគ្នាអស់ជាច្រើនឆ្នាំពួកគេនៅតែខឹងនិងមិននិយាយរົບរោគគ្នាឡើយព្រឹកមួយបរិសុទ្ធជាបងបានជួបជាងឈើនៅមាត់ទ្វារផ្ទះរបស់គាត់ប្រាប់ជាងឈើថាសាងសង់របងឲ្យខ្ញុំដូច្នេះខ្ញុំនឹងមិនបាច់ឃើញប្អូនប្រុសខ្ញុំទៀតឡើយជាងឈើស្ដាប់យ៉ាងស្ងៀមស្ងាត់ប៉ុន្តែពេលគាត់ត្រឡប់មកវិញនៅថ្ងៃក្រោយគាត់ចាំបាច់ត្រូវតែសង់ស្ពានជំនួសវិញការអភ័យទោសមិនមែនជាភាពអន់ខ្សោយឡើយវាជាភាពក្លាហានក្នុងទម្រង់ដ៏បរិសុទ្ធបំផុតវាជាអំណាចដ៏ស្ងប់ស្ងាត់ដែលនិយាយឡើងថាខ្ញុំនឹងមិនព្រមឲ្យក្តីស្អប់គុំគួនមកកំណត់ជីវិតខ្ញុំឡើយស្រឡាញ់មិនមែនជាប្រតិកម្មទេវាជាការសម្រេចចិត្តហើយការឲ្យអភ័យគឺជាការសម្រេចចិត្តនៅក្នុងជម្រៅដួងចិត្តនៅពេលដែលអ្នកអភ័យទោសអ្នកមិនផ្លាស់ប្ដូរអតីតកាលឡើយប៉ុន្តែអ្នកផ្លាស់ប្ដូរការឆ្លុះបញ្ចាំងនៅក្នុងនោះអ្នកដោះលែងចិត្តរបស់អ្នកពីខ្នោះច្រវាក់ដែលក្លែងបន្លំហើយភ្លាមនោះមនុស្សនៅក្នុងកញ្ចក់លែងដូចជាជនរងគ្រោះទៀតហើយប៉ុន្តែដូចមនុស្សម្នាក់ដែលកើតជាថ្មីទង្វើនៃការអភ័យទោសអាចនឹងមិនប្ដូរអ្នកដទៃបានប៉ុន្តែប្រកាសជាអាចប្ដូរខ្លួនឯងបានវាប្រឡែងធម៌ពលរបស់អ្នកសម្រាប់ក្តីរីករាយវាផ្ដល់លំហទំនេរឲ្យអ្នកដើម្បីស្រឡាញ់ឡើងវិញវាបង្រៀនសច្ចភាពដ៏សំខាន់បំផុតមួយគឺស្រឡាញ់មិនមែនជាអ្វីដែលអ្នកគ្រាន់តែមានអារម្មណ៍នោះទេវាជាអ្វីដែលអ្នកផ្ដល់ឲ្យមហាថ្មគន្ធីបាននិយាយថាការអភ័យទោសគឺជាជំរើសដើម្បីស្រឡាញ់ពីព្រោះនៅពេលដែលអ្នកឲ្យអភ័យគឺអ្នកពង្រីកក្តីស្រឡាញ់ទៅកាន់ទីកន្លែងដែលការជឿចាប់កំពុងកើតមានហើយទង្វើនោះភាពស្ងប់ស្ងាត់នោះសកម្មភាពដ៏មានឥទ្ធិពលនោះគឺជារបៀបដែលពិភពលោកចាប់ផ្ដើមផ្សះផ្សាគ្នាការអភ័យទោសមិនមែនជាទីបញ្ចប់នៃក្តីស្រឡាញ់ឡើយវាជាទីដែលក្តីស្រឡាញ់ពិតប្រាកដទើបចាប់ផ្ដើមឡើងព្រោះថាចិត្តដែលពោរពេញដោយការឲ្យអភ័យគឺជាចិត្តដែលមានសេរីភាព